ទីស្រឡាញ់តែផ្ដល់កំណើតឲ្យយើងទាំងអស់គ្នាបានមានជីវិតនៅលើផែនដីនេះហើយព្រះអង្គបានគ្រឹះគ្រួសារគូទាំងអស់គ្នាឲ្យបានទទួលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយក៏បានគ្រឹះឪពុកកូនឲ្យបានទទួលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយថ្ងៃនេះជាថ្ងៃមួយដែលលោកបានសម្រាប់ជាមួយនឹងព្រះម្ចាស់ហើយក៏ដាល់ឮព្រះបន្ទូលបងថាសម្រាប់នៅក្នុងព្រះម្ចាស់នឹងមានថ្ងៃមួយដែលមកដាស់យើងខ្ញុំលើកឡើងវិញបាទហើយសូមអរគុណពរដំណើររបស់លោកតែដោយសុខសាន្តពួកយើងនៅទីនេះខំប្រឹងដើរនៅក្នុងសេចក្តីជំនឿទៅមុខទៀតដើម្បីឲ្យបានដល់គោលដៅនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទជោគជ័យគឺថ្ងៃដែលយើងចង់ដើរជាមួយនឹងព្រះអង្គដល់ថ្ងៃចុងក្រោយនៃជីវិតរបស់យើងខ្ញុំហើយបានព្រះអង្គទទួលស្គាល់យើងខ្ញុំថាជាកូនរបស់ព្រះអង្គអរគុណព្រះអង្គព្រះអង្គសូមអង្គទានពរដល់ក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នា